បាទសួស្តីឪពុកម្ដាយបងប្អូនប្រិយមិត្តទាំងអស់គ្នាសុខសប្បាយទេបងប្អូនរឿងតាចាស់បានប្រពន្ធក្មេងនៅភូមិមួយមានតាចាស់ម្នាក់ឈ្មោះតាសុកអាយុលើស60ឆ្នាំជាមនុស្សមានទ្រព្យសម្បត្តិប៉ុន្តែរស់នៅឯកោតែម្នាក់ឯងថ្ងៃតាសុកបានរៀបការជាមួយនារីវ័យក្មេងឈ្មោះស្រីនាថអាយុ23ឆ្នាំដែលស្រស់ស្អាតនិងឆ្លាតវៃដំបូងមនុស្សក្នុងភូមិភ្ញាក់ផ្អើលនិងនិយាយគ្នាច្រើនអ្នកខ្លះថាស្រីនាថរៀបការដោយសារទ្រព្យអ្នកខ្លះវិញថាតាសុកគ្រាន់តែចង់បានសេចក្តីសុខចុងជីវិតតែគ្មាននរណាដឹងពីការពិតនៅក្នុងចិត្តរបស់អ្នកទាំងពីរក្រោយរៀបការហើយស្រីនាថថែរក្សាតាសុកយ៉ាងយកចិត្តទុកដាក់ចម្អិនអាហារថែទាំពេលឈឺនិងគោរពដូចឪពុកម្នាក់តាសុកវិញក៏ផ្ដល់ដំបូន្មានជីវិតបង្រៀនពីការអត់ធ្មត់និងគុណតម្លៃនៃសេចក្តីស្មោះត្រង់បន្តិចម្ដងមនុស្សភូមិចាប់ផ្ដើមយល់ថាអាយុមិនមែនជាអ្វីសំខាន់បំផុតទេសំខាន់គឺការយកចិត្តគោរពនិងទំនួលខុសត្រូវចំពោះគ្នាក្រោយពីស្រីនាថរស់នៅជាមួយតាសុកបានមួយរយៈពាក្យនិយាយក្នុងភូមិកាន់តែច្រើនឡើងស្ត្រីខ្លះចាប់ផ្ដើមនិយាយចាក់ដោតស្ដីបន្ទោសថានាងរៀបការដើម្បីទ្រព្យសម្បត្តិមិនមែនដោយចិត្តស្មោះបុរសវ័យក្មេងខ្លះក៏មើលនាងដោយភ្នែកមិនគួរឲ្យសុខចិត្តស្រីនាថហើយគ្រប់យ៉ាងប៉ុន្តែនាងស្ងៀមស្ងាត់មិនតបតាមនាងដឹងថាពេលវេលានឹងបញ្ជាក់ការពិតនាងបន្តធ្វើកាតព្វកិច្ចប្រពន្ធថែរក្សាផ្ទះថែតាសុកពេលឈឺនិងគោរពអ្នកចាស់ក្នុងភូមិថ្ងៃមួយតាសុកឈឺធ្ងន់ត្រូវគេងលើគ្រែជាច្រើនថ្ងៃអ្នកភូមិខ្លះគិតថាស្រីនាថនឹងធុញទ្រាន់ឬចាកចេញទៅរកជីវិតក្មេងរបស់នាងវិញតែផ្ទុយទៅវិញនាងនៅក្បែរគ្រែមើលថែយប់ថ្ងៃមិនឲ្យខ្វះអ្វីទាំងអស់តាសុកមានចិត្តស្រួលចិត្តណាស់គាត់និយាយយ៉ាងស្រាលថាមនុស្សមិនចាំបាច់យល់យើងទាំងអស់ទេតែបើគ្នាយល់គ្នាគឺគ្រប់គ្រាន់ហើយពាក្យទាំងនោះធ្វើឲ្យស្រីនាថមានកម្លាំងចិត្តបន្តឈរមាំមួនទោះជាពិភពក្រៅមិនទាន់យល់នាងក៏ដោយបន្ទាប់ពីតាសុកចាប់ផ្ដើមជាសះស្បើយពីជំងឺស្រីនាថត្រូវចេញទៅផ្សារទិញសម្ភារៈជាញឹកញាប់ជាងមុននៅទីនោះនាងបានជួបបុរសវ័យក្មេងម្នាក់ឈ្មោះវីរៈអាយុប្រហែល25ឆ្នាំជាមនុស្សសុភាពនិងមានការងារល្អវីរៈចាប់ផ្ដើមជួយស្រីនាថដឹកអីវ៉ាន់ណែនាំអាជីវកម្មដូចនឹងនិយាយលេងធម្មតាអ្នកផ្សារខ្លះចាប់ផ្ដើមនិយាយថានេះជាភស្តុតាងថាស្រីនាថមិនអាចរស់ជាមួយបុរសចាស់បានយូរស្រីនាថចាប់ផ្ដើមច្របូកច្របល់ក្នុងចិត្តម្ដងការនាងគិតអំពីជីវិតវ័យក្មេងការសើចលេងក្តីស្រមៃអនាគតប៉ុន្តែពេលនាងត្រឡប់មកផ្ទះឃើញតាសុកអង្គុយរង់ចាំដោយភ្នែកពេញដោយទំនុកចិត្តនាងមានអារម្មណ៍ខ្លួនឯងត្រូវបានសាកល្បងយ៉ាងខ្លាំងថ្ងៃមួយវីរៈនិយាយត្រង់ថាអ្នកនៅក្មេងគួរតែមានអនាគតដែលសមនឹងវ័យពាក្យនោះធ្វើឲ្យស្រីនាថយប់មួយគេងមិនលក់នាងត្រូវជ្រើសរើសរវាងក្តីស្រមៃផ្ទាល់ខ្លួននិងកាតព្វកិច្ចដែលនាងបានសន្យាចុងក្រោយស្រីនាថជ្រើសរើសនិយាយការពិតជាមួយតាសុកនាងមិនលាក់អារម្មណ៍មិនលាក់ការលំបាកក្នុងចិត្តតាសុកស្ងៀមស្ងាត់យូរមុននឹងនិយាយថាបើថ្ងៃណាអ្នកចង់ទៅរកសេចក្តីសុខផ្លូវខ្លួនខ្ញុំមិនខឹងទេតែសូមកុំបោះបង់សេចក្តីស្មោះពាក្យនោះធ្វើឲ្យស្រីនាថស្រក់ទឹកភ្នែកនាងយល់ថាស្នេហាមិនមែនជាការកាន់កាប់ប៉ុន្តែជាការឲ្យសេរីភាពដោយចិត្តស្មោះបន្ទាប់ពីការសន្ទនាដ៏ជ្រាលជ្រៅនោះស្រីនាថរស់នៅក្នុងភាពស្ងប់ស្ងាត់ជាងមុននាងគិតច្រើនស្ដាប់ចិត្តខ្លួនឯងនិងសង្កេតអ្វីដែលនាងមានមិនមែនតែអ្វីដែលនាងខ្វះវីរៈនៅតែជួបនាងនៅផ្សារប៉ុន្តែនាងរក្សាគម្លាតមិនឲ្យចិត្តឆ្លងកាត់ព្រំដែននាងនិយាយច្បាស់ថានាងមានគ្រួសារនិងមិនចង់បង្ករឿងឲ្យគេឈឺចាប់វីរៈសោកស្ដាយប៉ុន្តែគោរពការសម្រេចចិត្តនោះហើយថយក្រោយយ៉ាងសុភាពមួយយប់តាសុកហៅស្រីនាថអង្គុយជិតគ្នាគាត់ប្រគល់ឯកសារមួយចំនួននិងនិយាយថាគាត់បានរៀបចំទ្រព្យសម្បត្តិដើម្បីឲ្យនាងមានសុវត្ថិភាពនាពេលអនាគតទោះមានឬគ្មានគាត់ក៏ដោយស្រីនាថភ្ញាក់ផ្អើលនឹងយំនាងយល់ថាការស្រឡាញ់របស់តាសុកគឺជាការគិតពីនាងជាមុនមិនមែនគិតពីខ្លួនឯងនាងនិយាយថា
នាងមិនចង់បានអ្វីទាំងអស់លុះត្រាតែបានរស់ជាមួយគាត់ដោយចិត្តស្មោះពីថ្ងៃនោះមកស្រីនាថសម្រេចចិត្តបង្ហាញការប្រព្រឹត្តឲ្យអ្នកភូមិឃើញនាងចូលរួមការងារសង្គមជួយអ្នកចាស់អ្នកក្រីក្រនិងមិនខ្លាចពាក្យនិយាយទៀតបន្តិចម្ដងមនុស្សភូមិចាប់ផ្ដើមប្ដូរទស្សនៈពួកគេឃើញថាស្រីនាថមិនមែនជានារីដែលរស់ដោយទ្រព្យប៉ុន្តែជាមនុស្សដែលមានចិត្តល្អនិងការទទួលខុសត្រូវថ្ងៃខែវៀងទៅយ៉ាងឆាប់រហ័សតាសុកចាប់ផ្ដើមមានសុខភាពខ្សោយម្ដងទៀតពេលខ្លះគាត់ភ្លេចអ្វីពេលខ្លះដង្ហើមខ្លីហើយត្រូវឲ្យស្រីនាថនៅក្បែរជិតជាងមុនស្រីនាថមិនធុញទ្រាន់ទេនាងទុកជីវិតផ្ទាល់ខ្លួនខ្លះដើម្បីថែរក្សាប្តីដូចជាកាត់ប្រកិច្ចនិងចិត្តស្រឡាញ់ពិតមួយថ្ងៃតាសុកហៅកូនចៅនិងមនុស្សចាស់ក្នុងភូមិមកជួបគាត់និយាយដោយសំឡេងខ្សោយប៉ុន្តែច្បាស់ថាស្រីនាថគឺជាមនុស្សដែលគាត់ជឿជាក់និងសូមឲ្យអ្នកទាំងអស់គ្នាគោរពនាងដូចគាត់នៅមានជីវិតពាក្យនោះធ្វើឲ្យមនុស្សភូមិជាច្រើនស្ងៀមស្ងាត់អ្នកដែលធ្លាប់និយាយអាក្រក់ចាប់ផ្ដើមមានអារម្មណ៍ខ្មាស់ខ្លួនពួកគេឃើញថាស្រីនាថមិនបានរត់ចោលឬប្រែចិត្តដូចដែលគេធ្លាប់គិតឡើយយប់មួយក្រោយមកតាសុកកាន់ដៃស្រីនាថហើយនិយាយថាអាយុខ្ញុំច្រើនប៉ុន្តែខ្ញុំសុខចិត្តព្រោះខ្ញុំបានជួបមនុស្សដែលមានចិត្តល្អទឹកភ្នែកស្រីនាថហូរចុះស្ងាត់នាងដឹងថាពេលវេលាមិនអាចឈប់បានទេប៉ុន្តែអ្វីដែលនាងបានធ្វើនឹងនៅសល់ជាអនុស្សាវរីយ៍ល្អព្រឹកមួយស្រីនាថភ្ញាក់ពីគេងដោយមនឿសំឡេងតាសុកហៅដូចរាល់ថ្ងៃនាងដើរទៅជិតគ្រែហើយឃើញគាត់ដេកស្ងប់យ៉ាងសុខសាន្តដូចមនុស្សកំពុងគេងជ្រៅតាសុកបានចាកចេញពីពិភពលោកនេះដោយមិនមានការឈឺចាប់ស្រីនាថអង្គុយក្បែរគ្រែចាប់ដៃគាត់ហើយយំដោយស្ងៀមស្ងាត់នាងមិនយំដោយសារបាត់បង់ទ្រព្យឬអនាគតទេប៉ុន្តែយំដោយសារបាត់បង់មនុស្សម្នាក់ដែលបានផ្ដល់តម្លៃនាងជាមនុស្សមិនមែនជារូបរាងឬអាយុពេលបុណ្យសពមនុស្សភូមិមកចូលរួមយ៉ាងច្រើនពួកគេមើលស្រីនាថដោយភ្នែកថ្មីមិនមែនជាការសង្ស័យទៀតទេប៉ុន្តែជាការគោរពអ្នកចាស់ម្នាក់និយាយថានាងក្មេងតែចិត្តធំជាងមនុស្សជាច្រើនក្រោយពេលទុក្ខសោកស្រីនាថមិនចាកចេញពីភូមិឡើយនាងប្រើទ្រព្យសម្បត្តិខ្លះដែលតាសុកទុកដើម្បីជួយអ្នកចាស់អ្នកឯកោនិងកុមារក្រីក្រផ្ទះតូចរបស់នាងក្លាយជាកន្លែងដែលមនុស្សអាចមកសុំដំបូន្មាននិងក្តីសង្ឃឹមពេលសួរនាងថាដើមមិនស្ដាយយូរវ័យទេនាងញឹមស្រាលហើយឆ្លើយថាខ្ញុំមិនបានបាត់បង់អ្វីទេខ្ញុំបានរៀនពីតម្លៃជីវិតខែឆ្នាំកន្លងផុតទៅស្រីនាថរស់នៅក្នុងភាពស្ងប់ស្ងាត់ប៉ុន្តែពេញដោយការងារនាងបើកក្រុមស្ម័គ្រចិត្តតូចមួយជួយថែទាំអ្នកចាស់និងកុមារក្រីក្រក្នុងភូមិនិងភូមិជិតខាងអ្វីដែលតាសុកធ្លាប់បង្រៀនក្លាយជាគោលការណ៍ជីវិតរបស់នាងថ្ងៃមួយវីរៈត្រឡប់មកភូមិវិញក្រោយចេញទៅធ្វើការឆ្ងាយគាត់មកគោរពភ្នូរតាសុកនិងជួបស្រីនាថដោយក្តីគោរពការជួបគ្នានេះមិនមានភាពច្របូកច្របល់ដូចមុនទៀតទេមានតែការយល់ចិត្តនិងការគោរពជីវិតដែលនាងបានជ្រើសវីរៈសួរនាងថាឥឡូវនេះអ្នកគិតអំពីអនាគតយ៉ាងដូចម្ដេចស្រីនាថឆ្លើយដោយសំឡេងស្ងប់អនាគតខ្ញុំគឺធ្វើឲ្យថ្ងៃនេះមានន័យបើស្នេហានឹងមកវាត្រូវមកដោយការគោរពនិងពេលវេលាពាក្យនោះធ្វើឲ្យវីរៈញឹមនិងយល់ថានាងមិនមែនជានារីដែលអតីតកាលកាន់កាប់ទេប៉ុន្តែជាមនុស្សដែលបានរៀនរស់ជាមួយវានៅភូមិស្រីនាថត្រូវបានគេហៅថាកូនស្រីតាសុកជាសញ្ញានៃការគោរពនាងដឹងថាទោះតាសុកមិននៅក្បែរតែអ្វីដែលគាត់ទុកគឺមិនមែនទ្រព្យសម្បត្តិទេប៉ុន្តែជាវិធីរស់មេរៀនក្នុងភាគ5ពីការបាត់បង់មិនមែនជាចុងផ្លូវទេប៉ុន្តែជាការចាប់ផ្ដើមផ្លូវថ្មីដែលមានការយល់ចិត្តនិងគុណតម្លៃជាអំពូលបំភ្លឺក្រោយពីវីរៈត្រឡប់មកភូមិញឹកញាប់ស្រីនាថនិងគាត់ចាប់ផ្ដើមធ្វើការងារសង្គមជាមួយគ្នាជួយអ្នកចាស់និងកុមារក្រីក្រការធ្វើការជាមួយគ្នាធ្វើឲ្យការយល់ចិត្តកើតឡើងយឺតមិនមែនដោយភាពល្បួងប៉ុន្តែដោយការគោរពនិងគុណតម្លៃដូចគ្នាស្រីនាថនៅតែរក្សាភាពច្បាស់លាស់ក្នុងចិត្តនាងប្រាប់វីរៈថានាងមិនអាចភ្លេចអតីតកាលបានភ្លាមទេហើយមិនចង់ឲ្យស្នេហាថ្មីលើកលែងសេចក្តីគោរពចំពោះតាសុកវីរៈយល់និងរងចាំដោយមិនបង្ខំថ្ងៃមួយស្រីនាថទៅអង្គុយមុខភ្នូរតាសុកនាងនិយាយក្នុងចិត្តថានាងមិនក្បត់អ្វីដែលបានសន្យាប្រសិនបើនាងនឹងបើកចិត្តម្ដងទៀតនោះគឺដោយសេចក្តីស្មោះនិងជីវិតថ្មីដែលមានន័យពេលនាងត្រឡប់មកវីរៈគ្រាន់តែញឹមហើយនិយាយថា
ខ្ញុំមិនចង់ជំនួសនរណាទេខ្ញុំគ្រាន់តែចង់ដើរជាមួយអ្នកបើអ្នកអនុញ្ញាតពាក្យសាមញ្ញនោះធ្វើឲ្យស្រីនាថមានអារម្មណ៍កក់ក្ដៅនាងដឹងថាស្នេហាដែលមកយឺតប៉ុន្តែមានការគោរពអាចមានតម្លៃជាងស្នេហាដែលមកលឿន